រុក្ខាគិរីសូមស្វាគមន៍ពុកម៉ែមីងភៀវប្រស្រីចូលមកកំសាន្តទាំងដៃថ្មីធម្មជាតិភៀវជ័យស្របងប្រប្រសិនបើអ្នកកំពុងស្វែងរកកន្លែងមួយដើម្បីសម្រាកពីភាពមមាញឹកនៃជីវិតប្រចាំថ្ងៃសូមធ្វើដំណើរមកកាន់ទំនប់ដូនត្រីស្ថិតនៅក្នុងឃុំបាសាក់ស្រុករុក្ខាគិរីខេត្តបាត់ដំបងទីនេះមិនមែនគ្រាន់តែជាទំនប់សម្រាប់ស្តុបទឹកប៉ុណ្ណោះទេប៉ុន្តែជាកន្លែងដែលធម្មជាតិបានផ្ដល់នូវភាពស្ងប់ស្ងាត់និងភាពស្រស់ស្អាតដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាបានត្រឡប់មកជិតធម្មជាតិម្ដងទៀតស្ថិតនៅក្នុងឃុំបាសាក់ស្រុករុក្ខាគិរីនៃខេត្តបាត់ដំបងទំនប់ដូនត្រីគឺជាតំបន់ទេសចរណ៍ធម្មជាតិមួយដែលមានទេសភាពស្រស់ស្អាតស្ងប់ស្ងាត់និងសម្បូរទៅដោយខ្យល់អាកាសបរិសុទ្ធទីនេះជាកន្លែងដ៏ល្អសម្រាប់អ្នកដែលចង់គេចចេញពីភាពអ៊ូអរនៃទីក្រុងដើម្បីមកសម្រាកលំហែកាយនិងស្រូបយកភាពស្រស់ត្រកាលនៃធម្មជាតិនៅពេលអ្នកឈរលើខ្នងទំនប់ខ្យល់ត្រជាក់បក់មកប៉ះផ្ទៃមុខខណៈផ្ទៃទឹកដ៏ធំល្វឹងល្វើយលាតសន្ធឹងទៅឆ្ងាយដល់ជើងមេឃសំឡេងខ្យល់បក់សំឡេងសត្វបក្សីនិងភាពស្ងប់ស្ងាត់នៃជនបទហាក់ដូចជាបទភ្លេងធម្មជាតិដែលធ្វើឲ្យចិត្តរបស់អ្នកស្ងប់និងភ្លេចអស់នូវភាពនឿយហត់ពេលព្រះអាទិត្យរះពន្លឺមាសបានបញ្ចេញរស្មីលើផ្ទៃទឹកបង្កើតជាទិដ្ឋភាពដ៏ភ្លឺចែងចាំងចំណែកនៅពេលថ្ងៃលិចមេឃប្រែជាពណ៌មាសលាយជាមួយនឹងពណ៌ទឹកក្រូចនិងពណ៌ផ្កាឈូកឆ្លុះលើផ្ទៃទឹកយ៉ាងស្រស់ត្រកាលទិដ្ឋភាពនេះគឺជាពេលវេលាដែលអ្នកទេសចរជាច្រើនមិនចង់រំលងព្រោះវាជាអនុស្សាវរីយ៍ដែលពិបាករកបាននៅកន្លែងផ្សេងជុំវិញទំនប់ហុំព័ទ្ធទៅដោយភ្នំនិងមានដើមឈើធំដុះក្រាស់ខ្មឹកចំណែកផ្ទះអ្នកស្រុកសង់យ៉ាងសាមញ្ញស្នាមញញឹមដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋនិងការរស់នៅបែបសាមញ្ញបង្កើតឲ្យអ្នកមានអារម្មណ៍ថាទីនេះមិនមែនជាកន្លែងដែលអ្នកមកលេងតែមួយថ្ងៃប៉ុណ្ណោះទេប៉ុន្តែជាកន្លែងដែលអ្នកចង់ត្រឡប់មកម្ដងហើយម្ដងទៀតមិនថាអ្នកមកជាមួយគ្រួសារមិត្តភ័ក្តិឬមនុស្សជាទីស្រឡាញ់នោះទេទំនប់ដូនត្រីតែងតែមានជ្រុងមួយសម្រាប់អ្នកអង្គុយសន្ទនាថតរូបអនុស្សាវរីយ៍ស្រូបយកខ្យល់អាកាសបរិសុទ្ធនិងរីករាយជាមួយនឹងភាពស្ងប់សុខដែលធម្មជាតិបានផ្ដល់ជូនការធ្វើដំណើរមកកាន់ទំនប់ដូនត្រីមិនមែនគ្រាន់តែជាការមកទស្សនាទេសភាពមួយកន្លែងនោះទេប៉ុន្តែជាការធ្វើដំណើរដើម្បីស្វែងរកភាពសុខសាន្តស្វែងរកស្នាមញញឹមនិងបង្កើតអនុស្សាវរីយ៍ដ៏មានតម្លៃជាមួយមនុស្សដែលអ្នកស្រឡាញ់សូមអញ្ជើញមកទស្សនាទំនប់ដូនត្រីម្ដងហើយអ្នកនឹងយល់ថាពេលខ្លះសេចក្តីសុខពិតប្រាកដមិនមែនស្ថិតនៅក្នុងភាពអ៊ូអរនៃទីក្រុងនោះទេប៉ុន្តែស្ថិតនៅក្នុងសំឡេងខ្យល់បក់លើផ្ទៃទឹកនិងភាពស្ងប់ស្ងាត់នៃធម្មជាតិស្រស់បំព្រងនៃស្រុករុក្ខាគិរី